ទស្សនវិជ្ជាមិនខែអំពីក្មេងស្រីសក់ខ្លីម្នាក់បានដើរទៅរៀននៅពេលដែលនាងបានដើរទៅដល់ចិត្តខ្លងទ្វារចូលសាលានោះដែរគឺនាងមានជាការសប្បាយចិត្តខ្លាំងមែនទែននាងពិតជាមានអារម្មណ៍ថាសប្បាយចិត្តណាស់នៅពេលដែលឃើញថាមានអ្នកដែលចាំស្វាគមន៍នៅពេលព្រឹកអញ្ចឹងវាហាក់ដូចជាអំណោយដែលធ្លាក់មកពីលើមេឃអញ្ចឹងពេលដែលនាងដើរទៅនោះដែរនារីម្នាក់នោះក៏បានដើរមកនាងគឺពិតជាមានអារម្មណ៍ថារំភើបខ្លាំងមែនទែនដោយសារតែនាងគិតមិនដល់ថានារីម្នាក់នោះអាចនឹងដើរមករកនាងអាចារ្យដែលមានសពកាជុងនេះដែរក៏បានដើរហួតទៅនិយាយជាមួយនឹងអាចារ្យមួយទៀតដែលនៅក្រោយដែលធ្វើឲ្យយោនេះគឺពិតជាមានអារម្មណ៍ថាពិបាកចិត្តមែនតែដោយសារតែនឹកថាគេនឹងដើរមករកខ្លួនបន្តែមានណាដែលធ្វើឲ្យនាងនឹងគឺពិតជាឈឺចាប់មែនតែដូចជាមានរបស់អីម្យ៉ាងនឹងដែលដោតចាក់មកលើនាងអញ្ចឹងនិយាយថាចុកនោះចុកអាចារ្យដែលមានឈ្មោះថាស៊ូស៊ូនោះក៏បានសួរថាតើយោអ្នកនៅទីនេះមែនអាចារ្យដែលមានសពកាជុងនេះដែរក៏បានសួរទៅកាន់ស៊ូថាតើនឹងគឺជាមិត្តភក្តិរបស់អ្នកមែនយោក៏បានឆ្លើយថាចាស់នឹងងាយអាចារ្យសពកាជុងនឹងក៏បានដើរមកជិតយោព្រមទាំងបាននិយាយថាតើក្មេងស្រីអាចនឹងងាយយកច្រឡំមែនអត់ថានាងនឹងគឺបានដើររំលងការខ្សឹបអប់នេះគឺធ្វើឲ្យយោនឹងគឺមានអារម្មណ៍ថាប្រសម្បូរមែនទែនការចង់មកដល់ថ្ងៃបន្ទាប់ទៀតយោក៏បានណែនាំខ្លួនខ្ញុំគឺជាយោតានីដែលជាសិស្សឆ្នាំទី1នៅវិទ្យាល័យឯកជនមួយដែលមានឈ្មោះថា Fujigasaki វាប្រហែលជាស្ដាប់មើលទៅដូចជាចម្លែកប៉ុន្តែតាមពិតទៅខ្ញុំគឺជាក្មេងស្រីល្អណាស់ខ្ញុំបានជួយសម្រាប់បន្ទុកការងារផ្ទះសម្រាប់ម៉ាក់ខ្ញុំហើយខ្ញុំក៏ចេះម៉ាស្សាឲ្យឪពុកខ្ញុំផងដែរខ្ញុំតែងតែមានវត្តមាននៅក្នុងថ្នាក់រៀនគឺមិនដែលមកយឺតទេហើយនេះហើយគឺជារបៀបដែលនាងបានធ្វើរឿងទាំងនេះកាលពីម្សិលមិញឥឡូវនេះដែរគឺថាយោបានផ្លាស់ប្ដូរហើយនាងបានចាស់កវលឬមួយក៏ពាក់កវលធំហើយពីរទៀតផងព្រមទាំងបានលាបថ្នាំសក់ពណ៌ឡើងឆាត់ឆាយយោតែម្ដងដោយនេះហើយគឺជាវត្តមានរបស់ក្មេងស្រីដែលអាក្រក់នៅពេលដែលនាងបានដើរទៅសាលារៀននោះដែរគឺថាមានជាការមានគេនឹងភ្ញាក់ផ្អើលជាមួយនឹងពណ៌សក់របស់នាងខ្លាំងមែនទែនតែថានេះដែរគឺថាមានជាការអាចារ្យសិនប៉ានឹងគឺក៏មកទទួលស្វាគមន៍ទៀតដែរតែឈ្មោះរបស់អាចារ្យនឹងគឺអាតូរីមីសូតូស៊ីនិយាយរំទៅនៅពេលដែលយោបានឃើញមុខអាចារ្យសិនប៉ានឹងហើយគឺតែងតែទៅសារហ្មងដូចជារកដល់អញ្ចឹងថានាងគឺតែងតែភ្ញាក់ផ្អើលនៅសម្រាប់របស់អាចារ្យសិនប៉ៃសូក៏បាននិយាយថាយោនឹងគឺនៅតែមកសម្លឹងមើលអញ្ចឹងមែនអត់តែស៊ូក៏បានមកអាក្បាលរបស់យោហើយក៏បាននិយាយរៀបរាប់អំពីអត្តចរិតឬមួយក៏រូបសម្រស់របស់អាចារ្យមីសូតូស៊ីនិយាយពីថាឈ្មោះម៉ែឈ្មោះហើយអត់មានសំប្រូជាមហាតកោវិញគឺអាតូរីដោយសារតែស៊ូនឹងក៏បានចាប់បានថាខ្លួនឯងនឹងកំពុងតែមើលអាចារ្យអាតូរីយោក៏បាននិយាយដល់សារទៅថានាងកំពុងតែមើលអាចារ្យអាតូរីមែនគឺដើម្បីឲ្យប្រកាសថាគ្មានមនុស្សណាដែលជាជនសង្ស័យណាម្នាក់ដែលកំពុងដើរតាមអាចារ្យនឹងទេហើយពេលនោះដែរស៊ូក៏បាននិយាយថាអញ្ចឹងគឺខ្ញុំបានរកឃើញមនុស្សដែលគួរឲ្យសង្ស័យម្នាក់សូក៏បាននិយាយថាហេតុអីក៏មិនទៅនិយាយជាមួយនឹងអាតូរីហេតុអីបានជាចាំបាច់មកធ្វើលបលោអញ្ចឹងធ្វើអីយោក៏បាននិយាយថាគឺដោយសារតែនាងនឹងគឺមិនអាចធ្វើបែបនឹងបាននឹងហើយយោក៏បាននិយាយថាដោយសារតែសិនប៉ៃនឹងគឺជាមនុស្សម្នាក់ដែលមានសមត្ថភាពហើយគឺជាមនុស្សម្នាក់ដែលរៀននៅឆ្នាំខ្ពស់ទៀតអញ្ចឹងហើយចំពោះក្មេងស្រីដែលធម្មតានោះគឺវាមិនចូលកែភ្នែករបស់សិនប៉ៃទេតើនាងបាននិយាយថាចំពោះនាងហើយនឹងក្មេងស្រីដទៃទៀតវាមិនខុសគ្នាទេវាដូចតែជាដុំថ្មហ្នឹងហើយនាងក៏បាននិយាយបន្ថែមទៀតថាបើសិនជានាងខុសជាថ្មមួយណាសូមឲ្យថ្មរបស់នាងគឺជាថ្មមួយដែលរាបស្អាតនៅតែម្ដងហើយដែលធ្វើឲ្យសិនប៉ៃចាប់អារម្មណ៍ជាមួយថ្មនឹងដែរគឺនាងនឹងអាចនៅក្នុងកណ្ដាប់ដៃរបស់សិនប៉ៃស៊ូក៏បាននិយាយថាអូអញ្ចឹងខ្ញុំយល់ហើយថាការសប្បាយចិត្តរបស់នាងនឹងគឺល្មិចស៊ូក៏បាននិយាយថាប៉ុន្តែយោប្រហែលជាមិនអាចទទួលបាននៅថ្ងៃនេះទេដោយសារតែយោនឹងគឺមានបញ្ហាជាមួយនឹងសាលាបាត់ហើយយោក៏បាននិយាយថាមិនចាំបាច់គិតអំពីរឿងហ្នឹងទេបើសិនជាយើងកលែងមកឲ្យចិត្តទៅអាឧបករណ៍មួយដែលនៅទៅជារបស់យោនឹងវាមិនមែនជាកវ៉ាទេអានឹងរបៀបដូចជារបស់មួយដែលគេគៀបសភៅអានឹងអត់ដឹងហៅល្មិចទេដោយសារតែ admin ក៏ដឹងថានឹងហៅមិនដែរយោក៏បានរៀបរាប់បន្តទៀតថាសូម្បីតែអាបីជើងនឹងក៏នាងដាក់ជាមួយនឹងចូលលប់ដែររបៀបថាគេដាក់ចូលលប់នៅនឹងដូចជាធ្វើឲ្យបីជើងនឹងវារៀងមានកែងខ្ពស់ហេយោក៏បានប្រាប់ទៅកាន់ស៊ូទៅថានេះវាគឺជាកំណត់របស់នាងសពគ្រប់គ្នាតែម្ដងស៊ូក៏បាននិយាយថាប្រហែលជាអនាគតនឹងគឺនាងមិនអាចដើរជាមួយនឹងយោបានទេយោក៏បានសួរថាហេតុអីនិយាយរួមទៅយោនឹងធ្វើអ្វីគ្រប់យ៉ាងនឹងឲ្យមើលទៅឲ្យដូចស៊ូតែប៉ុណ្ណោះស៊ូនឹងគ្នាឡើងអៀនហើយយោបានទៅសារអំពីស៊ូនឹងហ៊ានចន់ដែរប៉ុន្តែស៊ូវិញក៏បានគិតថាតើយោនឹងកំពុងតែព្យាយាមចង់ឈ្នះនាងមែនរបៀបថាចង់ប្រកួតប្រជែងជាមួយនាងមែនដោយសារតែការតែខ្លួនរបស់យោនឹងគឺថាឡើងហោះយោហ្មងស៊ូក៏បានមើលមកហើយក៏ដឹងថាមកត្រូវទៅហើយអញ្ចឹងទៅស៊ូក៏បានចាក់ចេញទៅមុនយោទៅស៊ូក៏បាននិយាយថានេះវាគឺជាការប្រកួតប្រជែងគ្នាឬមួយក៏ជាការសងសឹកសម្រាប់ការប្រកួតមួយនេះអញ្ចឹងទៅយោក៏ត្រូវតែដើរនៅផ្លូវរបស់ខ្លួនឯងដែរយោក៏បានស្រែកសួរថា
តើការប្រកួតអីទៅយោហេតុអីបានជាអ្នកកំពុងតែនិយាយពីអ្វីហ្នឹងយោក៏បានសុំឲ្យសូហ្នឹងដើរមកជាមួយនឹងខ្លួនវិញមកតើនាងមានអ្នកគេដើរជាមួយទៀតទៅហើយបើឧទាហរណ៍ថាមានអសន្នអីទៅតើនាងបានអ្នកគេនៅរងនៅពីមុខទៅតែអាចារ្យនេះចង់យកស៊ូធ្វើជាខែលការពារមែនស៊ូក៏បាននិយាយថាដោយសារតែយោហ្នឹងគឺបានទទួលយកការប្រយុទ្ធជាមួយនឹងនាងឯងនៅពេលដែលយោបានព្យាយាមដើរទៅមុខហើយកាត់សិនបាយនៅដែរសិនបាយក៏បានស្រែកឲ្យយោហ្នឹងឈុំផ្លែតដោយសារតែនាងក៏រកបានឃើញអ្វីដែលប្លែកនៅលើខ្លួនរបស់យោនាងដើរទៅមើលសក់របស់យោព្រមទាំងបាននិយាយថាសក់ពណ៌នេះដែរវាគ្រាន់តែជាពណ៌ដែលបន្ថែមតែប៉ុណ្ណោះសម្បីតែនៅស្បែកជើងរបស់យោហ្នឹងសិនបាយក៏ដឹងថាហ្នឹងគឺជាចូលលប់ទៀតហើយចំពោះអាវក្រៅរបស់អ្នកហ្នឹងគឺពិតជាល្អខ្លាំងមែនទែនសម្បីតែកង្វះខាងខ្លាយរបស់យោហ្នឹងក៏ថាសិនបាយហ្នឹងក៏បានតែកាន់ដៃហើយយោវិញក៏បានគិតថាអុយដៃសិនបាយហ្នឹងប៉ះនាងទៀតវាប៉ះនេះលក់ស្រឡាញ់សិនបាយមកសិនបាយក៏បានសួរថាតើទាំងអស់ហ្នឹងគឺយោហ្នឹងក៏បានប្រកាសដល់ខ្លួនឯងមែនយោនេះក៏បានចែកទៅថាចាស់ហ្នឹងឯងសិនបាយក៏បានទៅសារថាទាំងអស់នេះគឺពិតជាមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់យោក៏នាងបានកើតនៅក្នុងចិត្តថែមទៀតដែរថានាងប្រកាសណាស់សាលាហ្នឹងប្រកាសជាឲ្យសរសេរលិខិតសុំទោសជាមិនខានតែសារតែការតុបតែងខ្លួនរបស់យោហ្នឹងគឺវាមើលចេញមកវាអត់តំណងជាសោះវាទៅចេញជាស្អីមិនដឹងទេអាចារ្យអាតូរីហ្នឹងក៏បានខ្សឹបហើយក៏បាននិយាយថាចាប់តាំងពីពេលនេះតើអ្នកគឺពិតជាគួរឲ្យស្រឡាញ់ណាស់កាត់មកមើលសួរវិញឃើញថានាងបានកើតនៅក្នុងចិត្តថាបាយប្រអប់មួយនេះវាអាចនឹងមិនញ៉ៃញ៉ៃទេដោយសារតែនាងគឺបានរៀបចំរួចហើយនៅពេលបើកមកគឺឃើញថាបាយប្រអប់គេឡើងខ្ជិះខ្ជួរយកតែម្ដងយកក៏បានដល់មកហើយក៏បានប្រាប់ទៅកាន់សួរថាថៃដែរគឺថាសិនបាយបាននិយាយជាមួយនាងថាទៀតផងហើយក៏បានទៅសារថានាងហ្នឹងគួរឲ្យស្រឡាញ់ទៀតយកក៏បាននិយាយថាអូប៉ិនមែនទេអ្វីដែលយកកំពុងតែធ្វើរងថ្ងៃហ្នឹងគឺមិនមែនដើម្បីខ្លួនឯងទេគឺដើម្បីឲ្យសិនបាយហ្នឹងគឺយកចិត្តទុកដាក់ទៅលើនាងនៅពេលដែលនាងដាក់គូនអង្គុយហើយងាកទៅនោះក៏បានឃើញសិនបាយយកតែម្ដងនាងក៏បានគិតនៅក្នុងចិត្តថាហេតុអីបានជាសិនបាយនៅទីនេះដោយសារតែរហូតដល់ហ្នឹងគឺអត់ដែលឃើញសិនបាយនៅទីនេះទេនាងក៏បានគិតទៀតដែរថាសិនបាយឲ្យនាងចាប់អារម្មណ៍ណាអកេបកិរិយារបស់នាងក៏ថាបានដែរហើយនាងក៏បានអរគុណទៅប្រកាន់ព្រះជាម្ចាស់ផងដែរយកក៏បានធ្វើទឹកមុខឡើងចម្លែកហើយអាក្មេងអង្គុយក្បែរនោះណាក៏បានមុំមុខមកកាន់យកហើយយកវិញឡើងធ្វើមុខឡើងស្លើយកតែម្ដងតែស្អាតតែទឹកមុខនឹងដែរគឺថាសិនបាយហ្នឹងគឺបានចាប់អារម្មណ៍ទៅកាន់យកទេហើយយកហ្នឹងគឺបាននិយាយថាវាពិតជាសោកស្ដាយណាស់ដែលសិនបាយហ្នឹងគឺបានមើលទៅមើលអាអូននោះវិញពីកូនហ្នឹងក៏បានប្រាប់ទៅកាន់ម៉ាក់ថាម៉ាក់ឯងមើលមកអាចចាយនោះមើលទៅដូចជាសារ៉ាដល់មិនសារ៉ាសារ៉ាតែដឹងណាគេទេម៉ាក់ហ្នឹងក៏បានធ្វើមាត់ស៊ុយៗថាកុំឲ្យកូនទៅលួចមើលឃើញចឹងឯងអត់ល្អទេឥឡូវកាលមកមើលអាចចាយសូមម្ដងយកហ្នឹងក៏បានផ្ញើសារមកកាន់សួរទាំងព្រឹកប្រឡំយកតែម្ដងសួរហ្នឹងក៏បានផ្ញើមកក្នុងប្រវែអរិយយកតែម្ដងប៉ុន្តែពាក្យនៅក្នុងនោះគឺវាជាពាក្យដែលសុំជំនួយអំពីស៊ូក៏បានឲ្យយកហ្នឹងប្រាប់មកថាមានរឿងអីកើតឡើងតើវាមានរឿងមួយដែលកើតឡើងក្រុងនៅលើឡានក្រុងហ្នឹងមែនពេលនោះដែរស៊ូក៏បានឆ្ងល់ថាតើយកហ្នឹងកំពុងតែសួរគ្នាអំពីអីដែលសាក់អីអាហ្នឹងសំណួរហេតុចម្លែកយកហ្នឹងក៏បានអានទៅថាប្រជាជនហ្នឹងគឺអត់ចូលចិត្តណាគេដែលបរិភោគអីនៅលើឡានក្រុងទេយកក៏បានព្យាយាមរកនំថាឲ្យតែមាននំច្រើនទៅនាងគឺដើម្បីយកមកញ៉ាំនៅលើឡានក្រុងហ្នឹងឯងជារកដល់ចម្លែករបស់យកហ្នឹងគឺធ្វើឲ្យអូននេះគាត់គិតទៀតដែរម៉ាក់ឯងមើលអាចារ្យនោះទៅមើលដូចជាស្ដាច់ចឹងអញមានកែងមកឥឡូវកុំតប៉ាយមកយកច្រើនពេកយកហ្នឹងគឺដើម្បីទាមទារចំណាប់អារម្មណ៍អំពីសិនប៉ាយតែប៉ុណ្ណោះចឹងបាច់មើលអីច្រើនទេយករំទៅយកដឹងតាមអំបិលឯទៅនៅពេលដែលឃើញមនុស្សស្រីចំណាស់ម្នាក់ហ្នឹងគឺបានដើរមកពេលនោះដែរយកហ្នឹងក៏បានរាក់ទាក់មនុស្សស្រីចំណាស់នោះដល់ឲ្យគាត់ហ្នឹងមកអង្គុយកន្លែងរបស់នាងហើយអាចារ្យសិនប៉ាយនោះក៏បានឲ្យយាយមួយហ្នឹងទៅអង្គុយកន្លែងនាងផងដែរដែលធ្វើឲ្យសិនប៉ៃហ្នឹងក៏បានកលែកភ្នែកឃើញយកតែម្ដងសិនប៉ៃហ្នឹងក៏បាននិយាយថាអូយកការពីម្សិលមិញហ្នឹងមែនរីករាយណាស់ដែលបានជួបនាងម្ដងទៀតយកហ្នឹងក៏បានកាត់ថែមទៀតថាសិនប៉ៃបាននិយាយមកកាន់ខ្លួនទៀតហើយយកជាមួយនឹងអាចារ្យអាតូរីហ្នឹងក៏បាននិយាយគ្នាយ៉ាងច្រើនដែរអាចារ្យអាតូរីហ្នឹងក៏បាននិយាយថាយប់ហ្នឹងគឺនាងនឹងឆាតតលែងយកអាចារ្យហ្នឹងក៏បានសួរទៅកាន់យកថាតើយកហ្នឹងគឺចង់ខ្លាចទៅជាក្មេងស្រីដែលអាក្រក់មែនអត់ហើយយកហ្នឹងក៏បានខ្លាចទៅជាមិត្តភក្តិរបស់សិនប៉ៃទៅកាត់មកដល់សាលាវិញគឺថាសូនហ្នឹងរងចាំឆាតរបស់យកហ្នឹងគឺយូរមែនទែនដោយសារតែអត់ឃើញអាចារ្យយកហ្នឹងគឺអត់តបតែនាងបើទ្វារចុះទៅដល់ក្នុងថ្នាក់ភ្លាមយកក៏បាននិយាយថាអរគុណសម្រាប់មតិរបស់អ្នកសូឥឡូវហ្នឹងដែរគឺនាងបានខ្លាចទៅជាមិត្តភក្តិរបស់សិនប៉ៃឯងសូក៏បាននិយាយថាតើនាងបានជួយអីទៅនៅពេលដែលសូបានដើរទិញអីវ៉ាន់នោះដែរពេលដែលនាងរៀបនឹងយកអីវ៉ាន់នោះហើយពេលនោះដែរសិនប៉ៃក៏បានចាប់អីវ៉ាន់នឹងដែរហើយសិនប៉ៃហ្នឹងក៏បាននិយាយថាសុំទោសដោយសារតែនាងបានចាប់អីវ៉ាន់នឹងខូចហើយសូវិញក៏បាននិយាយថាវាមិនអីទេវាគ្រាន់តែជាការយកច្រឡំតែប៉ុណ្ណោះសិនប៉ៃក៏បានសួរតើកាន់សួរថាតើសូហ្នឹងកំពុងតែទិញអាហ្នឹងដើម្បីធ្វើទារុណកម្មគេមែនតែក៏បានអាចារ្យនេះតើកើញ៉ាំអស់ហើយគិតឃើញតែរឿងអីចឹងសូក៏បាននិយាយថាប្រយ័ត្នញ៉ាំវៃអាចារ្យសិនប៉ៃហ្នឹងក៏បាននិយាយថាអូខ្ញុំគ្រាន់តែនិយាយលេងសើចតែពេលនោះដែរពួកគេក៏បានដើរមកផ្ទះជាមួយនឹងគ្នា
អាចារ្យអាតូរីនឹងក៏បាននិយាយថាខ្ញុំមានសំណួរខ្លះសម្រាប់សួរអ្នកសួរក៏បាននិយាយថាខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេចង់សួរអីក៏សួរមកអាតូរីក៏បានសួរថាតើអ្នកគិតថាយ៉ាងម៉េចដែរចំពោះយូចាន់ថាជាប្រភេទមនុស្សបែបណាក៏បាននិយាយថាទីបំផុតគឺយើងបានខ្លាចជាមិត្តភក្តិនឹងគ្នាហើយប៉ុន្តែនិយាយរំទៅគឺថាយោនឹងគឺនាងតែងតែរត់គេចពីនេះខ្លួនយកតែម្ដងខ្លួនដឹងថាខ្លួននឹងធ្វើអីខុសទេសួរក៏បាននិយាយថាខ្ញុំហ៊ានផ្ដល់ថាយោហ្នឹងគឺនឹងសប្បាយចិត្តនៅពេលដែលបានរបស់អីមួយអំពីអាតូរីដូចជាដីស្មៅអីក៏ដោយអាចារ្យអាតូរីហ្នឹងក៏បានសួរថាតើយោហ្នឹងនឹងញ៉ាំរបស់ទាំងហ្នឹងមែនអាចារ្យអាតូរីក៏បាននិយាយថាគឺនាងមានរបស់មួយចំនួនសម្រាប់ឲ្យយូចាន់ហើយដល់ពេលដល់មកគឺកឡៅកជាមួយនឹងបូដូចជាឆ្កែអាចារ្យអាតូរីក៏បាននិយាយថាប៉ុន្តែយោគឺមើលទៅពិតជាដូចកូនឆ្កែដែលគួរឲ្យស្រឡាញ់ខ្លាំងណាស់ហើយទៅប្រៀបគ្នាមួយកូនឆ្កែលោកអើយបថៅលើយដោយសារតែនាងហ្នឹងគឺអាចសម័យឃើញថាយោហ្នឹងគឺនាងពាក់ទៅចេញមកយោចឹងតែក៏បានព្យាយាមរបស់ហ្នឹងកុំឲ្យអាចារ្យអាតូរីហ្នឹងកាន់និយាយរំតែមានគាំងយកតែម្ដងពេលនោះដែរយោហ្នឹងក៏បានដើរមកហើយក៏បានសួរតើអ្នកកំពុងតែធ្វើអ្វីហ្នឹងដែលការគិតរបស់យោហ្នឹងគឺគិតថាសួរហ្នឹងប្រហែលជាទិញអាបូហ្នឹងទៅដើម្បីឲ្យអាចារ្យអាតូរីហ្នឹងពាក់តែនិយាយទៅថាប្រហែលអ្នកហ្នឹងដូចប៉ិនដល់ហើយសួរក៏បាននិយាយថាយោហ្នឹងគឺគាត់ច្រឡំហើយដោយសារតែនាងហើយជាមួយនឹងអាចារ្យអាតូរីហ្នឹងគឺអត់បានធ្វើអីទេគ្រាន់តែតារាមរបស់គ្នាតានិយាយពីថាមកយោដឹងគិតដល់ណាហើយតែគ្នាយើងសួរក៏បានឆ្លើយដាក់អាចារ្យយោថាខ្ញុំបានប្រាប់ឲ្យថាវាមិនដូចជាអ្វីដែលអ្នកគិតទេបន្ទាប់ពីសម្របគ្នាហើយសួរនឹងក៏បានយករបស់មួយដែលនាងបានទិញនឹងសម្រាប់ឲ្យយោបន្ទាប់ពីនាងបានឃើញហើយថានេះវាគឺជារបស់មួយដែលនាងចិត្តញ៉ាំតាហើយនៅពេលនោះដែរយោនឹងក៏បានយករបស់មួយដែលនាងបានទិញនឹងទៅឲ្យស៊ូហើយគឺឃើញថាដូចគ្នានឹងឯងអាចារ្យអាតូរីក៏បាននិយាយថាខ្ញុំគិតថាអ្នកទាំងពីរនឹងគឺជាមិត្តភក្តិដែលល្អខ្លាំងណាស់ពេលនោះដែរស៊ូនឹងក៏បានទៅហុយសិនប៉ែក៏បាននិយាយប្រាប់យោថាសិនប៉ែនឹងក៏មានរបស់មួយដែលនាងសម្រាប់ឲ្យយោផងដែរសិនប៉ែក៏បាននិយាយថាខ្ញុំមានរបស់មួយសម្រាប់ឲ្យអ្នកយោក៏បាននិយាយថាប្រសិនបើជាសិនបាយឲ្យទោះបីវាជាដីឬមួយក៏ស្មៅក៏នាងព្រមទទួលយកដែរសិនបាយក៏បាននិយាយថាអូអញ្ចឹងប្រហែលជាខ្ញុំគួរតែទៅទិញដីនិងស្មៅឲ្យអ្នកវិញណាពេលនោះដែរសិនបាយក៏បានយកផ្អាមទៅកាន់ឲ្យយោហើយយោវិញក៏បានសប្បាយចិត្តមែនទែនយោក៏បាននិយាយថានាងប្រហែលជាត្រូវតបអាផ្អាមទាំងអស់នឹងអស់មួយជីវិតនាងហើយនៅសល់របស់មួយចំនួនទៀតក៏បានបកឲ្យស៊ូហើយស៊ូវិញក៏បានបដិសេធថាខ្លួនឲ្យយកតែហើយក៏បានយកបូនទៅពាក់ឲ្យអាចារ្យសិនបាយទៅពេលយកឃើញហើយឡើងឈាមច្មោះហ្មង